សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនយើងណាខ្លះដែលចង់ផុសវីដេអូជាលក្ខណៈបែបនេះបាទជាលក្ខណៈមានវីដេអូមួយមានរូបបាទអានេះវាមានតែ2ផ្ទាំងឯងអញ្ចឹងយើងអាចផុសអា3ផ្ទាំងក៏បានដែរប៉ុន្តែសម្រាប់ការផុសយើងលែងអាចផុស free បានទៀតហើយបាទដោយសារការផុស free វាខូច page វាបាត់វីដេអូពីក្នុង page អានឹងបើសិនជាបងប្អូនប្រើ master ផុសហើយបើសិនជាបងប្អូនប្រើ Kiwi អានឹងវាអាចផុសបានតែយើងអាចដូររូបផ្នែកខាងស្ដាំនេះបានអញ្ចឹងជំរើសគឺយើងមានតែប្រើ tool តែយើងអាចបង់លុយបង់អីតិចតួចអញ្ចឹងទៅបើយើងប្រើ free ក៏បានដែរសម្រាប់ tool មួយហ្នឹងតែយើងមួយថ្ងៃយើងអាចផុសបានតែមួយទេបាទហើយសម្រាប់ការផុសហ្នឹងគឺយើងអាចដូររូបបានទេតែគ្រាន់តែយើងផុសស្រួលអញ្ចឹងណាហើយវាអត់ខូច page វាអត់បាត់វីដេអូពីក្នុង page ទេហើយបើសិនជាបងប្អូនចង់ចេះពីរបៀបផុសបែបហ្នឹងបងប្អូនអាចតាមដានវីដេអូខ្ញុំនេះបានគឺខ្ញុំនឹងមកបរៀនបងប្អូនទាំងអស់គ្នាពីរបៀបបង្កើតគណនី tool និងរបៀបបង្ហោះវីដេអូចូលបើសិនជាបងប្អូនចុះឈ្មោះតាមតំណ link របស់ខ្ញុំគឺបងប្អូនចំណេញដោយសារបងប្អូនអាចទទួលបាន discount ពីការចុះឈ្មោះតាម link របស់ខ្ញុំហ្នឹងជាទូទៅការចុះឈ្មោះយើងបង់1.99 ប៉ុន្តែបើសិនជាបងប្អូនចុះឈ្មោះតាមតំណ link របស់ខ្ញុំហ្នឹងគឺបងប្អូនចំណាយតែ1.8ទេហើយសម្រាប់ tool មួយហ្នឹងគឺខ្ញុំបានធ្វើវីដេអូច្រើនពីវាមកហើយប៉ុន្តែថ្ងៃនេះគឺខ្ញុំមកធ្វើមកវីដេអូទៀតដោយសារវាមានការអាប់ដេតច្រើនវាបន្ថែមមុខងារច្រើនជាងមុនអញ្ចឹងណាបាទតម្លៃវានៅដដែលទេប៉ុន្តែបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនជាងមុនអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនចូលទៅបង្កើតទាំងអស់គ្នាទៅបាទបើសិនជាបងប្អូនកំពុងមើលវីដេអូខ្ញុំបាទដូចយើងមើលអញ្ចឹងបងប្អូនចុចអាកន្លែង comment នេះមកនឹងឃើញ link ខ្ញុំដាក់នៅខាងលើនេះខ្ញុំដាក់ថាចុចទីនេះដើម្បីបង្កើតអញ្ចឹងបងប្អូនគ្រាន់តែចុចលើ link ហ្នឹងមកបាទចុចលើ link ហ្នឹងហើយវានាំបងប្អូនមកបែបនេះហើយបើសិនជាបងប្អូន sign up ជាមួយនឹង Google របស់បងប្អូនចុចពាក្យ sign up with Google ហ្មងទៅវាលឿនអត់ចាំបាច់ផ្ញើលេខកូដផ្ញើអីគ្រាន់តែបងប្អូនចុច sign up ជាមួយនឹង Google ហ្នឹងគឺវាទៅតែម្ដងប៉ុន្តែខ្ញុំមកនេះគឺខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាឲ្យបង្កើតតែម្ដងបាទសម្រាប់បងប្អូនយើងដែលអត់មាន Gmail គាត់ប្រើ email អីផ្សេងប្រើ Hotmail ប្រើ Yahoo អីហ្នឹងគាត់អាចចុះឈ្មោះតាមរបៀបនេះបានអញ្ចឹងយើងដាក់ឈ្មោះរបស់យើងមកបាទខ្ញុំដាក់ឈ្មោះអញ្ចឹងហើយយើងដាក់ email របស់យើងមកអាកន្លែងហ្នឹងគឺកន្លែងយើងដាក់ email ហើយខាងក្រោមនេះគឺយើងដាក់ password បាទអញ្ចឹងយើងវាយ password យើងចូលមកហើយសម្រាប់អាខាងក្រោមមួយទៀតនេះក៏ជាកន្លែងដែលយើងដាក់ password ដែរអញ្ចឹងយើងដាក់ឲ្យដូចអាខាងលើហ្នឹងអញ្ចឹងអូខេបន្ទាប់ពីយើងដាក់ email password ហើយយើងអាចផ្ទៀងមើលសិនបានបងប្អូនមើល email សិនកុំឲ្យខុសកាលណាដែលខុសគឺវាផ្ញើសារទៅអត់ត្រូវទេបាទវាខុស email របស់យើងអញ្ចឹងយើងអត់ឃើញ email ដែលគេផ្ញើទៅនឹងទេបើយើងផ្ទៀងថាត្រូវហើយបងប្អូនចុចពាក្យ sign up យកមកបាទអញ្ចឹងវាដាក់ថា register successfully បងប្អូនចុចអូបន្ទាប់ពីបងប្អូនចុចអូខេហើយបងប្អូនទៅឆែក email របស់យើងនឹងទៅបាទយើងទៅឆែកចាំមើលថាតើវាមានផ្ញើសារទៅនៅបាទយើងចូលមកកាន់ email របស់យើងមកបាទយើងចូលមកដល់ email របស់យើងហើយយើង refresh មើលចាំមើលវាមានសារចូលមកអត់បាទគឺដូចជាអត់ទាន់ឃើញមានទេបាទអត់ឃើញសារទេបាទអញ្ចឹងក្នុងករណីដែលបងប្អូនបង្កើតតាម link របស់ខ្ញុំបងប្អូនអត់ទទួលបានសារបងប្អូនអាចឆាតមកខ្ញុំបានបាទខ្ញុំអាច active ឲ្យបងប្អូនបានបងប្អូនគ្រាន់តែផ្ញើ email មកខ្ញុំមកគឺខ្ញុំ active ឲ្យបងប្អូនបានហើយប៉ុន្តែបើសិនជាបងប្អូនចុះឈ្មោះក្រៅពី link របស់ខ្ញុំតែ tool នឹងដែរបងប្អូនអត់ឃើញគេផ្ញើសារទៅឆាតមកខ្ញុំ active ឲ្យគឺខ្ញុំអត់អាច active ឲ្យបានទេដោយសារមិនមែនជាសមាជិករបស់ខ្ញុំអញ្ចឹងណាអញ្ចឹងក្នុងករណីនេះគឺវាអត់ផ្ញើសារមកហើយខ្ញុំក៏បានចុះឈ្មោះតាមតំណ link របស់ខ្ញុំដែរអញ្ចឹងជំហានបន្ទាប់គឺខ្ញុំត្រូវទៅ active បាទគឺខ្ញុំអាច active ផ្ទាល់ដោយខ្លួនឯងបានបាទអញ្ចឹងខ្ញុំគ្រាន់តែចូលមកកាន់ tool នឹងដែរតែខ្ញុំប្រើទូរស័ព្ទមួយទៀតបាទខ្ញុំវាយ email ដែលខ្ញុំនេះមិញនឹងឲ្យមកបាទអញ្ចឹងខ្ញុំចុចពាក្យ sign in វានឹង load ថា email not verify អាហ្នឹងបើសិនជាយើងអត់ទាន់ verify អញ្ចឹងឥឡូវវាអត់ផ្ញើសារមកដែរអញ្ចឹងជំរឿសគឺខ្ញុំត្រូវ active ផ្ទាល់ដោយខ្លួនឯង
បងប្អូនដែលចុះឈ្មោះតាមតំណ link របស់ខ្ញុំបាទគឺឆាតមកខ្ញុំមកខ្ញុំនឹងអាច active ឲ្យបងប្អូនបានហើយគឺលឿនទេមក plate ទេបាទអញ្ចឹងវាអត់ចំណាយពេលយូរទេបាទឥឡូវខ្ញុំពងយកទូរស័ព្ទមួយទៀតបាទឥឡូវខ្ញុំចុចពាក្យ active នៅលើទូរស័ព្ទមួយទៀតហើយកន្លែងនេះខ្ញុំចុច OK ហើយខ្ញុំចុចពាក្យ sign in ម្ដងទៀតអញ្ចឹងបងប្អូនឃើញហើយគឺបានចូលមកហើយ tool គឺខ្ញុំ active បានដោយជោគជ័យហើយសម្រាប់ tool មួយនឹងដែរគឺដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនអាចចុះឈ្មោះដូចដែលខ្ញុំប្រាប់ខាងលើនឹងហើយបងប្អូនអាចផុស free ក៏បានបងប្អូនចង់បង់លុយក៏បានប៉ុន្តែខ្ញុំបញ្ជាក់បន្តិចការផុស free ហ្នឹងគឺបងប្អូនអាចផុសបានតែមួយវីដេអូទេក្នុងមួយថ្ងៃហើយយើងអាចដូររូបផ្នែកខាងស្ដាំបានទេអញ្ចឹងបងប្អូនត្រូវយល់កន្លែងហ្នឹងបាទតាមខ្ញុំឲ្យតាន់អញ្ចឹងជំហានបន្ទាប់គឺយើងត្រូវភ្ជាប់ Facebook ហើយបើសិនជាបងប្អូនដែលធ្លាប់មើលវីដេអូខ្ញុំមុនគឺការចុះឈ្មោះតាមនេះការភ្ជាប់ Facebook អីគឺវាខុសមុនដំបូងបងប្អូនគ្រាន់តែចុចលើឈ្មោះហ្នឹងហើយចុចលើពាក្យ profile បងប្អូននឹងឃើញកន្លែងភ្ជាប់ Facebook នៅខាងក្រោមនេះប៉ុន្តែដោយសារដាក់អញ្ចឹងវាញ៉ៃញ៉ៃហើយវាច្រឡំជាមួយនឹងកន្លែងដូរ password នេះបងប្អូនយើងធ្វើការចុចដូរ password ទៅច្រើនតែខុស login វិញអត់ចូលអញ្ចឹងម្ចាស់ tool គាត់សម្រេចចិត្តថាលើកការភ្ជាប់ Facebook ហ្នឹងមកកន្លែងឈ្មោះយើងនេះហើយគឺដាក់ Facebook account យកតែម្ដងចឹងបងប្អូនឃើញហើយកន្លែង Facebook account នេះយើងគ្រាន់ចុចលើឈ្មោះយើងចឹងមកឃើញពាក្យគេដាក់ថា Facebook account ចឹងបងប្អូនចុចលើហ្នឹងមកហើយវានឹងចេញពាក្យថា connect Facebook ហើយបើសិនជាបងប្អូនអត់យល់បងប្អូនអាចចុចលើ link YouTube ដែលគាត់ដាក់នៅខាងលើនេះបានគឺគាត់នឹងប្រាប់ពីរបៀបភ្ជាប់ Facebook ដូចគ្នាអញ្ចឹងបងប្អូនចុចពាក្យ connect with Facebook ហ្នឹងមកហើយវានឹងចូលមកកាន់ Facebook យើងហើយវាចូលមកកាន់ Facebook យើងហ្នឹងដោយសារតែក្នុង browser របស់យើងនេះវាជាប់ Facebook របស់យើងនៅក្នុងហ្នឹងបើយើងចង់ដូរ Facebook បងប្អូនគ្រាន់តែចុចសញ្ញាបូកនេះមកហើយយើងវាយ facebook.com ចេះហើយយើងមើលឈ្មោះ Facebook យើងនឹងមកបាទយើងចុចកន្លែង 3 មកយើងគ្រាន់តែចុចពាក្យ log out account នឹងមកហើយយើង log in account ដែលយើងចង់ភ្ជាប់ចូលបន្ទាប់មកយើងពេលដែលយើង log in បានជោគជ័យបែបនេះហើយបងប្អូនចូលមកកាន់ tool របស់យើងវិញមកបាទហើយបងប្អូនចុចខ្វែងចោលសិនហើយចុចពាក្យ connect with Facebook ម្ដងទៀតវានឹងចូលទៅកាន់ Facebook ដែលបងប្អូនទៅតែ log in មិញហ្នឹងហើយអញ្ចឹងអានេះជារបៀបដែលយើងអាចបដូរ Facebook បានអញ្ចឹងឥឡូវសម្រាប់កន្លែងនេះដោយសារ Facebook ហ្នឹងខ្ញុំធ្លាប់ភ្ជាប់ជាមួយ tool ហ្នឹងអញ្ចឹងវា load បែបនេះខ្ញុំគ្រាន់តែចុចពាក្យ edit setting ទៅហើយយើង select page របស់យើងនេះមកបាទ select all អញ្ចឹងមកដើម្បីយើងរើស page ទាំងអស់បើយើងអត់ចង់ឲ្យ page ហ្នឹងចូលទាំងអស់ទេបងប្អូនចង់បាន page មួយណាយើងរើស page មួយហ្នឹងទៅបន្ទាប់មកយើងចុចពាក្យ next ហើយយើងចុចពាក្យ done បន្ទាប់មកយើងចុចពាក្យ OK បាទអញ្ចឹងបងប្អូនឃើញហើយគឺ Facebook យើងគឺបានចូលមកហើយនេះអញ្ចឹងជំហានបន្ទាប់គឺបងប្អូនអាចផុសវីដេអូបានបងប្អូនគ្រាន់តែចុចលើ logo similar tool នេះមកហើយសម្រាប់ tool មួយនឹងដែរគឺយើងអាច copy link យកមកពីគេយើងអាច copy link យកមកពី TikTok បើសិនជាបងប្អូនកំពុងតែមើល Facebook សុកឃើញវីដេអូគេតំណងបងប្អូនចូលទៅ copy link ទៅហើយបងប្អូនឥឡូវខ្ញុំឧទាហរណ៍មួយបាទខ្ញុំឧទាហរណ៍វីដេអូមួយនឹងចុះតាណាបាត់ហើយបាទបាទអញ្ចឹងគឺវីដេអូមួយនេះបងប្អូនគ្រាន់តែចុចពាក្យ share មកហើយយើងយកពាក្យ copy link បាទបន្ទាប់មកយើងចូលមកកាន់ tool របស់យើងវិញយើងចុចអាខាងលើគេនេះមកបាទហើយយើងរើស add account មួយបាទយើងចុចលើលេខហ្នឹងមកហើយកន្លែងនេះយើងផាស link នឹងចូលមកបាទយើងយកកត់ឲ្យជាប់ចុចពាក្យបិទភ្ជាប់បន្ទាប់មកយើងចុចពាក្យ upload អូខេឥឡូវវា load 100% តិចទៀតវានឹង generate thumbnail ឲ្យយើងហើយកន្លែង thumbnail ហ្នឹងបើសិនជាបងប្អូនអត់រើសទេគឺវាអត់ឲ្យផុសទេអញ្ចឹងបងប្អូនរងចាំវាបន្តិចទៅវាចាប់ផ្ដើម refresh thumbnail ឲ្យយើងហើយបាទឥឡូវ thumbnail គឺបានចូលមកហើយបាទអញ្ចឹងយើងរើសមកយើងរើសមួយណាក៏បានដែរតំណងយើងរើសវាមកហើយកន្លែងនេះជាកន្លែងដែលយើង select page របស់យើងបាទយើងចង់ដាក់ page មួយណាយើងរើស page មួយហ្នឹងមកអញ្ចឹងយើងមើលទៅពេលដែលយើងចុចវាមានបង្ហាញចំនួន follow ឲ្យយើងហើយបាទអញ្ចឹងខ្ញុំរើស page មួយនេះហើយកន្លែងនេះជាកន្លែងដែលយើងសរសេរចំណងជើងអញ្ចឹងខ្ញុំអត់ដឹងអានវីដេអូហ្នឹងវីដេអូអីទេខ្ញុំចេះតែដាក់សិនទេ
ហើយកន្លែង URL នេះបងប្អូនអាចអានអក្សរនេះបានបាទបើយើងអត់ចាំបាច់ទេយើងមិនបាច់ដាក់ទេកន្លែងនេះយើងលងចោលទៅហើយកន្លែងនេះជាកន្លែងដែលយើង select action មកវាអញ្ចឹងយើងរក like page នេះមកហើយសម្រាប់រូបខាងនេះបាទគឺយើងអត់អាចដូរបានទេបងប្អូនចុចទៅវាដាក់ថា disable ហើយយើងមើលអក្សរនៅខាងក្រោមនេះវាដាក់ថា account free អត់អាចដូររូបភាពនឹងបានទេហើយសម្រាប់មុខងារ schedule នេះក៏ទៅបន្ថែមមកដែរប៉ុន្តែសម្រាប់អ្នកប្រើ free គឺអត់អាចកំណត់បានទេអញ្ចឹងយើងអាចផុសបានតែប៉ុណ្្នឹងទេយើងអត់អាចកំណត់អីផ្សេងទេហើយមួយថ្ងៃយើងផុសបានតែមួយទៀតអញ្ចឹងឥឡូវខ្ញុំចុចពាក្យ public អូខេហើយយើងរងចាំវាបន្តិចទៅកន្លែងហ្នឹងវាដើររៀងយូរដែរពេលវាដើរយូរអញ្ចឹងបងប្អូនមិនបាច់ភ័យទេបាច់ភ័យខ្លាចថាមិនបានវាដើរយូរអញ្ចឹងវា error អីមួយទេអីបាទអញ្ចឹងគឺវាអត់មាន error អីទេសម្រាប់ការ upload គឺវារៀងយូរបែបហ្នឹងឥឡូវបងប្អូនឃើញវាដាក់ពាក្យថា uploading តែទៀតវានឹងចេញពាក្យថា public sync ឲ្យបងប្អូនហើយនេះឥឡូវវាចេញពាក្យ public sync ហើយអញ្ចឹងពេលវាចេញ public sync អញ្ចឹងយើងរងចាំតែមួយសន្ទុះទៀតវា load គ្រីសឲ្យយើងហើយហើយយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងគឺវា load ពាក្យថា public successfully ឥឡូវខ្ញុំចុច OK បាទគឺយើងអាចនេះបានហើយបាទគឺផុសបានដោយជោគជ័យហើយឥឡូវខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបបង់លុយបាទដើម្បីយើងអាចដូររូបផ្នែកខាងស្ដាំនេះបានហើយនឹងយើងអាចប្រើ schedule នេះដើម្បីកំណត់ម៉ោងកំណត់ថ្ងៃឲ្យវាផុសបានអញ្ចឹងឥឡូវយើងចូលទៅរបៀបបង់លុយបាទយើងគ្រាន់តែចូលមកកាន់ profile របស់យើងនេះសិនមកខ្ញុំ copy email របស់យើងបាទគឺយើង copy email ដែលយើងបង្កើតនឹងមកបន្ទាប់មកយើងចុច tray 3បាទហើយយើងយកកន្លែងពណ៌បៃតងនេះមកបាទចុចកន្លែងហ្នឹងហើយយើងរើសកន្លែង1.99នេះអញ្ចឹងខ្ញុំប្រាប់បងប្អូនមុនហ្នឹងថាចំណាយ1.8បើសិនជាចុះឈ្មោះតាម link របស់ខ្ញុំប៉ុន្តែកន្លែងនេះគឺ1.99 ហ្នឹងវាគ្រាន់តែជាមុខនៅខាងលើទេពេលដែលបងប្អូនចុចពាក្យ get start ហើយបងប្អូនរើសប្រទេសកម្ពុជាហើយបងប្អូនចុច next យើងដាក់ email របស់យើងមកហើយសម្រាប់កន្លែងខាងក្រោមនេះបាទយើងអាចរើសបានយើងចង់ទិញប៉ុន្មានខែក៏យើងអាចរើសតាមហ្នឹងទៅតែមុនដំបូងខ្ញុំណែនាំឲ្យបងប្អូនប្រើមួយខែសាកមើលសិនទៅបើសិនជាល្អផុតខែហ្នឹងខែក្រោយចាំយើងទិញតទៀតឥឡូវយើងចុចពាក្យ next អញ្ចឹងវានឹងបដូរពី1.99មក1.8ហើយវាចេញ QR code បែបនេះបើសិនជាបងប្អូនមានទូរស័ព្ទតែមួយបងប្អូន screenshot វាទៅបាទហើយយកទៅ scan វានៅក្នុង app ធនាគាររបស់យើងពេលដែល scan នៅក្នុង app វា load បានជោគជ័យហើយបងប្អូនត្រឡប់មកកាន់ tool នឹងវិញដើម្បីរងចាំឲ្យវា load គ្រីសរងចាំកន្លែង QR code ហ្នឹងប៉ុន្តែក្នុងករណីដែលវាអត់ load បាទក្នុងករណីដែលវាអត់ load គ្រីសទេវា load ថយក្រោយឥឡូវតិចទៀតខ្ញុំឧទាហរណ៍បងប្អូនមើលឥឡូវខ្ញុំបង់ហើយគឺវាបានជោគជ័យនេះបងប្អូនត្រូវរងចាំឲ្យវា load គ្រីសបែបនេះបើសិនជាវាអត់ load គ្រីសបែបហ្នឹងទេ account របស់បងប្អូនគឺនៅជាប់ free ដដែលវាអត់អាចផុសវីដេអូបានទៀតទេគឺផុសបានតែមួយថ្ងៃមួយដែរអញ្ចឹងនៅពេលដែលខ្ញុំចុច OK បាទគឺវាចេញបែបនេះអញ្ចឹងក្នុងករណីដែលបងប្អូនមានទូរស័ព្ទតែមួយចូលទៅ scan ទៅស្រាប់តែត្រឡប់មកវិញវាចេញបែបនេះអញ្ចឹងបងប្អូនគ្រាន់តែចុចពាក្យ get start លើ1.99នឹងដដែលមកហើយយើងចុចពាក្យ next ហើយចុច next ទៀតមកបើសិនជាវាអត់ទាន់គ្រីសអាកន្លែង1.99នេះវានៅតែចេញ1.8ដែរទេហើយបងប្អូនរងចាំកន្លែងហ្នឹងមកសន្ទុះទៅវានឹង load គ្រីសឲ្យដូចខ្ញុំប្រាប់មិញហ្នឹងចឹងបាទឥឡូវខ្ញុំខ្វែងវាវិញហើយយើងចូលមកកាន់ឈ្មោះរបស់យើងចូលមកកាន់ profile អញ្ចឹងកន្លែងនេះវានឹងដូរពី free មកកាន់ premium ហើយអញ្ចឹងនៅពេលដែលវាចេញ premium បែបនេះគឺបងប្អូនអាចប្រើមុខងារវាបានពេញលេញហើយសម្រាប់តម្លៃ tool ហ្នឹងគឺវាធូរថ្លៃមែនតើបាទក្នុងបច្ចុប្បន្ននេះគឺតម្លៃវាធូរជាងគេហើយអត់មាន tool ណាធូរថ្លៃជាងនឹងទៀតទេឥឡូវខ្ញុំនឹងមកសាកទៅ copy link ពី TikTok យកមកផុសប៉ុន្តែមុននឹងចូលទៅកាន់ការ copy link TikTok បងប្អូនដែលចង់ផុសវីដេអូផ្ទាល់ខ្លួនឯងអត់ដឹងផុសកន្លែងណាគឺកន្លែងនេះកន្លែងគេដាក់ថា video carousel ហ្នឹងអញ្ចឹងបើសិនជាបងប្អូនអត់សូវចេះអានបងប្អូនអាចរាប់ពីលើមកទី1ទី2ទី3បាទអញ្ចឹងគឺទី3នេះជាកន្លែងដែលយើងអាច upload វីដេអូផ្ទាល់ខ្លួននៅក្នុងទូរស័ព្ទរបស់យើងនឹងតែម្ដងហើយសម្រាប់ tool មួយនឹងដែរគឺយើងអាចប្រើបាននៅលើគ្រប់ device ទាំងអស់ iPhone computer Android អីហ្នឹងគឺប្រើបានទាំងអស់
ប៉ុន្តែខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាប្រើនៅលើ Chrome បាទគឺវាផុសទៅវាមានលក្ខណៈងាយស្រួលជាងអញ្ចឹងឥឡូវខ្ញុំចូលទៅកាន់ TikTok បាទខ្ញុំបើកមកកាន់ TikTok មកអូខេបន្ទាប់មកខ្ញុំនឹង copy link វីដេអូនេះទៅមួយបាទខ្ញុំគ្រាន់ចុចពាក្យ copy មកបាទសំទោសគឺខ្ញុំចុចពាក្យ share ខ្ញុំចុចពាក្យចម្លងបាទគឺ copy link ហ្នឹងហើយយើងបើកមកកាន់ tool របស់យើងវិញបន្ទាប់មកបងប្អូនឃើញនេះគេដាក់រូប TikTok ហ្នឹងហើយគេដាក់អក្សរថា clone TikTok to carousel ហើយមុននឹងបង្ហោះខ្ញុំប្រាប់បងប្អូនមួយទៀតបាទគឺសម្រាប់ tool ទាំងអស់ហ្នឹងបើវាចេញពាក្យដំណើរការបែបនេះគឺបងប្អូនអាចផុសបានប៉ុន្តែបើសិនជាក្នុងករណី tool កំពុង update វានឹង load ពាក្យថាមានបញ្ហាអីមួយនៅលើហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលជាក់ស្ដែងតាមហ្នឹងទៅហើយយើងចុចកន្លែងហ្នឹងមកបាទបន្ទាប់មកគឺយើងផុសដូច free មិនដែលទេយើងរើស add account របស់យើងហើយយើង pass link យើងចូលមកបន្ទាប់មកយើងចុចពាក្យ upload យើងរងចាំវាបន្តិចទៅបាទវាកំពុងតែធ្វើការ generate ឲ្យយើងហើយអញ្ចឹងគឺវា load បាន 100% ហើយយើងរងចាំវាបន្តិចទៅអញ្ចឹងសម្រាប់ tool មួយហ្នឹងកាលពីខ្ញុំបរៀនវីដេអូមុនគឺអត់អាច copy link បានទេប៉ុន្តែឥឡូវដោយសារម្ចាស់ tool គាត់ទើប update អញ្ចឹងគឺយើងអាច copy link បានទាំងអស់ហើយសម្រាប់ការភ្ជាប់ Facebook ភ្ជាប់អីក៏វារៀងខុសមុនដែរអញ្ចឹងបានខ្ញុំចេញវីដេអូមួយទៀតដើម្បីឲ្យបងប្អូនមើលឥឡូវយើងរើស thumbnail វាមួយដែរមកបើសិនជាយើងអត់រើសទេគឺវាអត់ឲ្យផុសដូចគ្នាបាទយើងរើស thumbnail ហើយកន្លែងនេះជាកន្លែងដែលយើង select page ដែរហ្នឹងបាទយើងរើស page របស់យើងមកហើយយើងដាក់ចំណងជើងនឹងដែរមកហើយសម្រាប់កន្លែង select action នេះបាទគឺយើងរើស like page ដែរមកហើយសម្រាប់អក្សរកន្លែងនេះក៏យើងអាចកែបានដែរបងប្អូនចង់ដាក់អីក៏បានដែរស្អាតចិត្តបងប្អូនទេហើយសម្រាប់កន្លែងរូបភាពនេះគឺយើងអាចដូរបានយើងគ្រាន់តែប៉ះលើវាចេះមកគឺវាឲ្យយើងរើសរូបដូរហើយតែបើសិនជាបងប្អូនអត់ចង់ដូរទេបងប្អូនបាច់ធ្វើអីទេហើយបងប្អូនក៏លេខមកមើលខាងក្រោមនេះវាមានពាក្យ public now និងពាក្យ schedule បើសិនជាបងប្អូនចង់ផុសឥឡូវហ្នឹងរើសយកកន្លែង public now ហ្នឹងមកតែបើសិនជាបងប្អូនចង់ឲ្យផុសថ្ងៃហ្នឹងដែរតែនៅម៉ោងឥឡូវយើងម៉ោង 7:15 យើងចង់ឲ្យវាផុសម៉ោង 7 កន្លះក៏បានម៉ោង 7:16 ឬ 17 អីក៏បានដែរស្រាប់ចិត្តរបស់យើងទេយើងគ្រាន់តែចុចលើពាក្យ schedule ហ្នឹងមកបាទពេលដែលយើងចុចលើពាក្យ schedule ហ្នឹងហើយបងប្អូនមើលកន្លែងនេះទៅបងប្អូនចុចលើហ្នឹងហើយយើងរើសថ្ងៃទីរបស់យើងមកអញ្ចឹងថ្ងៃហ្នឹងទី26បាទហើយយើងរើសទី26អញ្ចឹងមកហើយវានឹង load កន្លែងកំណត់ម៉ោងឲ្យយើងហើយអញ្ចឹងយើងអាចរើសម៉ោងប៉ុន្មានយើងរើសម៉ោង 7 ឬម៉ោង 8ឯងបងប្អូនចុចតាមនឹងខ្លួនឯងទៅទីម៉ោង 8 ហ្នឹងចុច 08 មក 8:30 អីចឹងទៅហើយសម្រាប់បើយើងចង់ឲ្យវាផុសនៅម៉ោង 8 ព្រឹកគឺបងប្អូនត្រូវរើស AM តែបើសិនជាយើងចង់ឲ្យវារើសនៅម៉ោងបាទសំទោសគឺយើងចង់ឲ្យវាផុសនៅម៉ោង 8 យប់ហ្នឹងគឺយើងរើស PM បន្ទាប់មកយើងចុចពី OK មកពេលដែលយើងចុច OK ហើយយើងពិនិត្យមើលឡើងវិញបាទគឺម៉ោងរបស់យើងហ្នឹងបាទគឺថ្ងៃទី26ខែ4 2025បាទម៉ោង 8:30 អញ្ចឹងបងប្អូនគ្រាន់តែចុចពាក្យ public កន្លែងនេះមកវានឹងធ្វើការ schedule នៅពេលដែលវាដល់ម៉ោងដែលយើងកំណត់ហ្នឹងវានឹងផុសហើយបាទអញ្ចឹងយើងរងចាំវាបន្តិចទៅវាចេញដូចតែយើងផុស public now ដែរទេតែគ្រាន់ថាពេលដែលយើងផុសបែបនេះគឺវាអត់ទាន់ចូលទៅកាន់ page យើងទេតតែដល់ម៉ោងដែលវាកំណត់ហ្នឹងបានវា load ចូលទៅឲ្យហើយសម្រាប់វីដេអូនេះក៏វារៀងវែងដែរដោយសារវាមានមុខងារបន្ថែមរៀងច្រើនដែរអញ្ចឹងខ្ញុំរៀងបញ្យល់បងប្អូនបន្តិចបាទឥឡូវបងប្អូនឃើញគឺគេដាក់ផុស successfully បាទអញ្ចឹងបើសិនជាយើងរើសពាក្យ public ណាវានឹងដាក់ពាក្យថា public successfully អញ្ចឹងទៅបាទអញ្ចឹងយើងចុច OK មកអញ្ចឹងនៅពេលដែលដល់ម៉ោងហ្នឹងគឺវានឹងចាប់ផ្ដើមផុសឲ្យយើងហើយសម្រាប់បងប្អូនដែលបង្កើតទៅមានបញ្ហាអីមួយបងប្អូនអាចតាក់ទងមកខ្ញុំតាម Telegram ដែលខ្ញុំដាក់ឲ្យនៅខាងក្រោមហ្នឹងបាទគឺនៅក្នុង description ឧទាហរណ៍ថាបងប្អូនកំពុងតែមើលវីដេអូខ្ញុំបែបនេះបាទបងប្អូនចុចឲ្យកន្លែងច្រើនទៀតនេះមក
ហើយយើងអូមក្រុមចុចច្រើនទៀតបងប្អូននឹងឃើញ link Telegram របស់ខ្ញុំឯនេះខ្ញុំដាក់ថាសម្រាប់បងប្អូនចង់បង្កើតឆាតមក admin បានអញ្ចឹងវាមាន link ហើយសម្រាប់បងប្អូនចង់ join group Facebook របស់ខ្ញុំអីគឺបងប្អូនអាច join តាម link នេះបានហើយបងប្អូនអាចផុសវីដេអូចូលទៅកាន់គ្រប់នឹងបានដោយសេរីបាទគឺខ្ញុំអត់មានបិទបងប្អូនទេបងប្អូនចង់ផុសវីដេអូអីផុសទៅហើយសម្រាប់បងប្អូនដែលចង់បាន like ចង់បាន follow ឬក៏មានបញ្ហាអីចង់ឲ្យគ្នាយើងជួយបងប្អូនអាចចុច link កន្លែងដែលខ្ញុំដាក់ថានិយាយគ្នាពី master post បងប្អូនគ្រាន់តែចុចលើ link ហ្នឹងទៅហើយចុច join group ដែលខ្ញុំដាក់ហ្នឹងទៅបាទបងប្អូនមុននឹង join បងប្អូនអាចមើលបំរាមដែលខ្ញុំបានដាក់នៅក្នុងហ្នឹងសិនទៅបាទថាខ្ញុំឲ្យធ្វើអីខ្លះអត់ឲ្យធ្វើអីខ្លះអញ្ចឹងជាក់ស្ដែងដូចបងប្អូនយើងនេះគាត់កំពុងតែតម្លាក់ link Facebook គាត់ដើម្បីរក like ឬរក follow អីហើយអញ្ចឹងបើសិនជាបងប្អូនចង់បាន like ចង់បាន follow ឬចង់ទៅចែកគ្នាលេងពីបញ្ហាអីផ្សេងបងប្អូនគ្រាន់តែចុចលើ link ដែលខ្ញុំប្រាប់ហ្នឹងទៅហើយចុច join ទៅគឺយើងអាចនិយាយពិភាក្សាគ្នាបានហើយគ្នាយើងក្នុងនេះអត់មានអ្នករឹកទេហើយក៏អត់មានអ្នកឆ្លើយដែរបើសិនជាមានអ្នកនិយាយឆ្លើយនិយាយអីគឺខ្ញុំដកចោលអស់ខ្ញុំអត់ទុកទេអញ្ចឹងបច្ចុប្បន្នគឺ member របស់យើងគឺមាន1089នាក់អូខេអញ្ចឹងសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើបានទាំងអស់គ្នាបើសិនជាបងប្អូនអត់យល់កន្លែងណាបងប្អូនអាចឆាតមកខ្ញុំមកបាទខ្ញុំនឹងដោះស្រាយជូនបងប្អូនបើសិនជាខ្ញុំទំនេរហើយបើសិនជាខ្ញុំតបយឺតឬក៏តបលឿនអីអាស្រ័យទៅលើខ្ញុំទំនេរឬអត់បើសិនជាខ្ញុំទំនេរខ្ញុំតបបងប្អូនលឿនបើសិនខ្ញុំអត់តន់ទំនេរទេគឺបងប្អូនអាចនៅនឹងសិនហើយសម្រាប់ការបង់លុយហើយវានៅជាប់ free ក៏បងប្អូនអាចតាក់ទងមកខ្ញុំទៅខ្ញុំនឹងឆាតទៅកាន់ម្ចាស់ tool ដើម្បីឲ្យគាត់ដោះស្រាយឲ្យបាទអញ្ចឹងសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរបាទ